អ្នកចំរៀងលក់តែសំនៀងជាទឹកមួយជាទៅចាំទេអូកូស្រុកយើងតែមួយយើងគ្មិនខំឡងសងទៅរួយច្រៀងដើម្បីសប្បាយខ្ញុំជាស្រីមិនកិនតែសប្បាយលត់លឿនថាឆាយគ្នាប្រាំងឡានផ្លិនច្រៀងដើម្បីចិញ្ចឹមជីវិតតាំងព្រមលីខិនឲ្យបានថ្លៃថ្នូរមួយខ្ញុំបាទមួយខ្ញុំទៅនឹងជ្រៀងដំបងសោះតែសំលេងព្រោះណាអ្នកនាងក៏អ្នកចម្រៀងហើយខ្ញុំម្នាក់ក៏ទៅអ្នកចម្រៀងដែរមើលចោះអ្នកចម្រៀងនិងអ្នកចម្រៀងយើងពីរនាក់មកសាលោកពូទេអូលោកពូសុំទោសសុំផ្លូវរបស់លោកពូលោកយ៉ាលោកពុកឃើញតែមុខបាត់ពុកមាត់លិនគិតតែដេញកូនលោកពូឯងហើយព្រោះជ្រៀងព្រោះល្អណាស់កែញ៉ៅយ៉ាអីម៉ាំងធ្លាក់សក់ក្បាលខ្ពាកណែកុំប៉ះពាល់សក់ក្បាលម៉ាំទេណាយ៉ាលោកអាចារ្យស្រិតណែទូរោធឿរោអាស្ដុយទៅគុំនៅទីនេះទូតកូនស្រីទីនេះហើយហើយត្រឹមអញបានណាមើលគេក្មួយអញមិនបានទេអីយ៉ាត្រឹមលាក់ស្នៀតការ៉ាតេម៉ានេះស្នៀតការ៉ាតេអញក្បាលអូខឥឡូវមើលស្នៀតការ៉ាតេវាចាញ់ហើយនេះហើយចាញ់មកហើយឈប់សិនណាកុំឲ្យទៅណាអំភោសអភ័យទោទេអស់លោកខ្ញុំមិនអាចទទួលសំណូមពរពីអស់លោកបានទេព្រោះខ្ញុំខ្លាចមានរឿងដូចមុនទៀតដូចអស់លោកឃើញស្រាប់ហើយយប់នោះដោយសារអន្តិតនោះដៃមិនដល់ចុះបប៉ះលើគេអ្នកជើងឆាមិនទៅខ្ញុំមិនយល់ស្របឲ្យទៅច្រៀងលហេតរហូតទេដល់ហើយអ្នកកុំប្រកែប្រកាន់អីវានឹងតែប៉ុណ្ណឹងខ្ញុំសុំជំនួសវាផងចុះខុសឆ្គងទាំងប្រមាណសុំទោផងទេបើអញ្ចឹងអញមានទៅថាអីបើនាងយល់ទាស់ទេខ្ញុំសុំឲ្យនាងទៅច្រៀងក្នុងភោជនីយដ្ឋានរបស់ខ្ញុំព្រោះភ្ញៀវពេញចិត្តនឹងសម្លេងរបស់នាងណាម្នាក់សួររកតែឈ្មោះនាងជានិច្ចខ្ញុំ5000មកយប់ឲ្យច្រៀងទៅ5បទទេខុសត្រូវលើខ្ញុំទាំងអស់មកយប់5000ម៉ាត់ណែបើនៅកុងត្រាមានស្រ័យបើសុំមើលបន្តិចគិតយ៉ាងម៉េចទៅក្មួយចាស្រេចតែលោកពូនឹងអ្នកមីងទេចុះបើភក្តីទៅច្រៀងអាចមើលខុសត្រូវបានរាល់ពេលទេយកណាមានតែអញនឹងអាមានស្ដីអញទុកធ្វើអីវាយលោកក៏ដែរជូនទៅជូនមកទេអូតែបោះអញ្ចឹងសួរណាហើយអូណែអស់លោកអ្នកកាសែតក៏អញ្ជើញមកដែរបាទចាំមានការអីលើអត់ទោសអ្នកនាងមានសម្លេងពីរោះណាខ្ញុំសូមធ្វើសម្ភាសពីប្រវត្តិនាងដើម្បីផ្សាយក្នុងសារព័ត៌មានរបស់ខ្ញុំបាទចាមានអីចាអរគុណអត់ទោសអ្នកនាងជាអ្នកភ្នំពេញដែរចាទេស្រុកកំណើតខ្ញុំនៅស្វាយរៀងដោយមានសង្គ្រាមឈ្លានពានគ្រួសារខ្ញុំស្លាប់អស់តែខ្ញុំភៀសខ្លួនមកបន្តការសិក្សានៅភ្នំពេញហើយបានប្រកបមុខរបរច្រៀងនេះដើម្បីយកកម្រៃទំនុកបំរុងលោកពូអ្នកមីងនិងការរៀនសូត្ររបស់ខ្ញុំអូប្រសើរណាស់ហើយចុះនាងយល់ឃើញយ៉ាងណាដែរចំពោះអ្នកអំពេញច្រើនមានសន្តានចិត្តជួយសង្គ្រោះដល់អ្នកភៀសខ្លួនដោយជាពូខ្ញុំនេះជាផោះតាំងស្រាប់ជាពិសេសខ្ញុំបានជួបបរិសម្នាក់ដ៏ថ្លៃថ្នូរដែលជាអ្នកភ្នំពេញសុទ្ធសាធបរិសនោះមានឧត្តមគតិល្អណាស់គេបានជួយខ្ញុំឲ្យរួច
កញ្ញាដៃពួកអន្តពាលកំណាចដោយឥតគិតពីគុណបំណាច់ឡើយបងស្រឡាញ់នួនល្អចិនគួចបងស្នេហ៍យូរតែត្រានត្រាញยังមិនដឹងខ្លួនអោនំនួនអាចម្លេះទេមិនដឹងមានគួរឬនៅទំនេរអាចណាមេឲ្យទ្រាំដេញបាននៃកលយានខ្មៅមូលក្រឡចេញចាំងគងស្បកវែងអនឡាញថ្ងៃណាឆ្នាំណាបានជួបចាំបងនឹកបងស្ដាយខ្លាចអូនបានគេបានលោកអូបាទសំតែទៅនឹកលោកជានិច្ចតែមិនដឹងទៅរកលោកឯណាខ្ញុំក៏តែងនឹកមកលពូដែរម្យ៉ាងទៀតខ្ញុំឃើញកាសែតចុះផ្សាយសរសើរពីនាងខ្ញុំក៏មកដល់ទីនេះត្មងចាអរចាលពូចេញគូសិនមកបាទអើចាណែលពូចេញមកទីនេះអូខ្ញុំតែងទៅមើលការខុសត្រូវឲ្យក្មួយខ្ញុំណាអូប្រសើរណាស់ណែលពូចេញភាសាអីដែរបាច់ទេណែឯងទៅប្រាប់មួយស្រីខ្ញុំណាថាអញខ្ញុំនៅចាំនាងទីនេះទៅនៅគួរខ្ញុំលើកាសែតសរសើរក្មួយស្រីពូណាណែនាងធ្លាប់ច្រៀងយូរហើយឯពូអូយូរហើយតែនៅស្រុកឯណោះពេលបនម្ដងមានតែភក្តីទេបាទអូលោកមកហើយបងសំដាយខ្លាចអូនបានគេបើបានមកបងកណោមពេមិនឲ្យមានស្នេហ៍អន់ចិនដាអោធម្មជាតិអើយសូមជួយរក្សាជួយស្នេហ៍ចិនដាប្រាប់ថាខ្ញុំជំរាបសួរលើបាទជំរាបសួរណែអញ្ជើញអង្គុយនាងអញ្ជើញមួយជាតិនេះអូអង្គុយមកក្មួយអង្គុយមកអង្គុយតាណែនាងអញ្ជើញញ៉ាំអីហ៎ចាប់ទេអរគុណលោកហើយចាក្មួយភ្លេចលោកហើយហ្នឹងហ៎ខ្ញុំបានឃើញគេចុះផ្សាយក្នុងសារព័ត៌មានសរសើរពីនាងច្រើនណាស់ខ្ញុំក៏បានរំលឹកគុណពីលោកដែរតើលោកប្រហែលជាអន់ចិត្តទេដែរអត់ទេខ្ញុំគ្មានកំណត់អញ្ចឹងតទៅសោះណែនាងប្រហែលជាចេះច្រៀងច្រើនបទហើយបើតាមខ្ញុំចាលោកមិនជាច្រើនប្រមាណទេល្អក្មួយស្រីឡើងច្រៀងមួយបទទៀតទៅណែសុំចេញនាងអញ្ជើញចាំខ្ញុំជួយកំដរចាបាទអញ្ជើញចេញសរសើរចាន់វិញទេអូនព្រោះយំស្ងាត់សូននឹងមាន
ចាន់គុំចំបាគុំលិចចោលខ្ញុំឲ្យនៅម្នាក់ឯងអត់ខ្ញុំតើនៅក្រោយរាស្មីតារាចាជួបដួងចិត្តចាណានឹកដល់ចិត្តក្តីលោកស្រីយើងព្រមជួបគ្នាជាគូយប់នឹងដូចជាមានលុះកងធាឲ្យព្រោះអីនឹងជើងចូលមកដល់បនទី6ដែរណែអូលឺមែនណែបើតកែដឹងតែលឺហើយសុំថែមទៀតមកកុំបខំរៀបការពេកអ្នកម្ល៉េះគាត់ថា3ខែទៀតទើបសូរិយាកូនស្រីគាត់មកពីស្រុកបារាំងវិញទេម៉ាក់កូនអត់និយាយអំពីសូរិយាកូនលោកស្រីម្លាយទេកូនចង់ជម្រាបម៉ាក់អំពីស្រីម្នាក់ផ្សេងវិញឯតើម៉ាក់ហាអើយកូនអ្នកណាទៅវិញបាទជាកូនអ្នកក្រម្នាក់ឬថាជាអ្នកចម្រៀងក៏បានដែរម៉ាក់អ្នកចម្រៀងណាទៅបាទអ្នកចម្រៀងពីមុននាងច្រៀងនៅក្នុងភោជនីយដ្ឋានឥឡូវនេះនាងក៏សុំលាគេឈប់ច្រៀងហើយម៉ាក់ភោជនីយដ្ឋានមិនតែប៉ុណ្ណោះនាងជាកូនអ្នករលុយដោយយុត្តិធម៌គឺធាក់សិក្លូណាម៉ាក់អ្នកធាក់សិក្លូយុត្តិធម៌ហើយមានអីទៀតទេកូនបាទណែនាងនោះជាសិល្បការិនីណាម៉ាក់ម៉ាក់ដឹងតែសិល្បការិនីហើយតើមានអីទៀតទេមានអីទៀតណ៎បើជ្រុលអញ្ចឹងទៅហើយមានតែរៀបការតែប៉ុណ្ណោះទេម៉ាក់ហាខ្សឿនចាលោកខ្សឿនណាចាដាក់តកអញមកកាយយ៉ាងត្រជាក់មកចាប់ឡើងក្តៅណាស់ចាលោកស្រីកូនប្រុសតែមួយហើយកូនដឹងថាម្ដាយទៅដឹងកូនគេហើយឬនៅហាបើអញ្ចឹងខុសសម័យហើយម៉ាក់ខុសសម័យឯងចង់ថាម៉េចហ៎ឯងចង់ថាម៉េចសម័យណាម៉ាក់ព្រោះសម័យឥឡូវយ៉ាងម៉េចសម័យឥឡូវកូនមានអំណាចឬប្រពន្ធដោយខ្លួនឯងណាម៉ាក់បើមិនទៅស្អីអត់ទៅទីគុណឲ្យចំបាត់រត់ផ្ទះនោះបានហើយស្អាតហើយសំរុំទៀតផងទៀនប្រអូអញ្ចឹងហ៎ណែទីគុណរត់ផ្ទះឲ្យនរណានៅហ្នឹងបើផ្ទះលោកស្រីម្ដាយធំល្វឹងល្វើយរត់តាមមនុស្សនៅគ្មានសួយឯងកុំចេះដឹងអីនេះទីគុណបែបមានផ្លូវណាណីជីអ្នកនាងមានគេយកផ្កាមកជូនអ្នកនាងអរគុណបាទលោកមួយចុះទៅមុនចុះអេវ៉ាន់នេះចាំពូយកទៅតាមក្រោយបាទភក្តីអូនភក្តីយេ
បងឯងថាអូនគេងលក់បងឯងថាអូនខ្ជិលបានមិននៅផ្ទះធំយ៉ាងហ្នឹងទេបងគ្មានកំណត់អញ្ចឹងទេមិញបងស្មានអូនគេងលក់បងគិតទៅញ៉ាំបាយកងអូនឹងបាយគ្រានបាយហើយម៉ាម៉ាម៉ាណែម៉ាអញ្ជើញពិសាលោកក្មួយអញ្ជើញអូនឯងនឹងខូចណាចាំមើលណាបងនឹងឲ្យរង្វាន់អូនឯងយ៉ាងពេញចិត្តហ្មងឲ្យម៉ាមិនមែនតែប៉ុណ្ណឹងទេបងនៅមានទិញអីវ៉ាន់យ៉ាងច្រើនសម្រាប់យកមកឲ្យអូនឯងទៀតណាទេកុំទិញទៀតអូនមានគ្រប់គ្រាន់អស់ហើយទិញស្រាច់បងខូចខ្ញុំខកគេថាខ្ញុំឲ្យទិញយកទិញកុំខឹងនឹងបងអីអូនចាំស្ដាប់បងនិយាយប្រាប់សិនថាចាំស្ដាប់បងនិយាយប្រាប់សិនគ្មានអីទេមិនអីទេក្មួយតាមដំណើរយកត្រីទូមកឲ្យខ្លោចទេស្អីម៉ែវាឯងឆ្លាតណាចេះបិទទ្វារចំពេលឯងកំពុងតែអាសន្នញីយ៉ាចាជួយមិនអាទុកអើយដួលមកម៉ែវាធ្វើឲ្យដូចក្មួយយើងអញ្ចឹងដួលមកឯងដួលមកលោកមើលត្រីនេះស្អាតណាស់ណាអូតែបាត់អស់ហើយមកពីលោកណាមិនដឹងជាលោកដល់ណាទៀតទេឈប់ហៅបងថាលោកទៀតទៅហេណែមើលផ្កានេះមិនគួរមកដោះនៅវាលហោឋានយ៉ាងសោះចាល្អមែនតែនេះមកពីផលកម្មរបស់គ្នាទេលោកមើលចាស់ផ្កានេះរីកបានតែនៅរដូវទឹកស្រកទេនៅរដូវវស្សាវិញគ្នាមកជាអត់បានឃើញពន្លឺថ្ងៃហើយអញ្ចឹងមែនបើសិនជាបងអាចទប់ទឹកមិនឲ្យឡើងបានបងនឹងទប់ភ្លៀងមិនឲ្យផ្កានេះររួយបានឡើយតែមិនអីទេផ្កានេះបងបានបេះផុតពីគេពីឯងមកហើយផ្កានេះវាត្រូវតែនៅត្រង់នេះបងប្រសំនិយាយណាបងចង់ឲ្យអូនសប្បាយណាគ្រាន់តែអូនបានមកលេងជាមួយបងអូនសប្បាយណាស់ទៅហើយតែអូនវិញមិនដឹងជារកអ្វីមកឲ្យបងបានសប្បាយសោះបើអូនចង់ឲ្យបងសប្បាយ
សុំអូននិយាយតែពាក្យមួយម៉ាត់មកចុះ ស្អីទៅពាក្យមួយម៉ាត់ ណែស្រឡាញ់ណា ពាក្យហ្នឹងហើយតែអូនមិនហ៊ាននិយាយ បើអញ្ចឹងបងនិយាយមុនហើយណាបងស្រឡាញ់អូនណា អូនវិញក៏តែយើងទាំងពីរមានឋានៈនិងវណ្ណៈខុសគ្នាឆ្ងាយ អូ ណា នភក្តីអូនជឿចិត្តបងចុះបងស្រឡាញ់អូនណា បងផ្កាហ៎ អូចូលស្រែកកាមេរ៉ាប្រឡាក់ដីអស់ហើយបោះវាចោលទៅកុំយក អូ ទៅ អីទេបងយកទៅលាងទឹកទៅគង់តែជ្រះ ទេ ទេ ប្រឡាក់ដីអស់ហើយបោះចោលទៅ អូនភក្តីកុំប្រកាន់ចិត្តអញ្ចឹងណា បងពីចាស់ អូនភក្តី បងកុំបោះបងអូនចោលណា បងគ្មានកំណត់អញ្ចឹងទេអូនឈប់និយាយអញ្ចឹងទៀតដែរអូ បង